សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងមកតមេរៀនយើងទៀតហើយមេរៀនទី2របស់យើងចូលដល់ចំណុច Orfiva មួយប៉ប E ដែលមានន័យថាពាក្យនិងវេយ្យាករណ៍ទី2ហើយចំណុចខាងក្រោមប្រយោគខាងក្រោមគេនិយាយអំពី Yogi នឿន Audio មកកាយសយោពាក្យថា Yogi ទីនេះ Audi ឯណាមកកាអ្វី Isoyo មានអញ្ចឹងប្រយោគនេះមានន័យថាតើទីនេះជាកន្លែងណាហើយមានអ្វីខ្លះអញ្ចឹងខាងក្រោមគេប្រាប់យើងថា Fajangsil អញ្ចឹងពាក្យពលលឺនេះ Fajangsil មានន័យថាបន្ទប់ទឹកហើយកអ៊ុលកញ្ចក់ Chuchi ក្រដាសសម្រាប់បង្គន់ស៊ូកននេះគឺកន្សែងចឹងពាក្យនៅក្នុងទំព័រហ្នឹងគឺមានតែ4ពាក្យទេយើងទៅទំព័របន្តទៀតយើងចូលដល់ទំព័របន្តពាក្យថាស៊ីកេនេះនាឡិកាខស៊ីលបន្ទប់ទទួលភ្ញៀវភូអុកផ្ទះបាយស៊ីកថាក់តុបាយសូផាសាឡុងអេអរខនម៉ាស៊ីនត្រជាក់ខប់កែវទឹកនាងចាំងកូទូទឹកកកហើយចំណុចខាងក្រោមគេនិយាយអំពីយោរ៉ូប៉ុនជីពីអេអូមកកាយសយោអ៊ីយ៉ាគីហេប៉ូសេយោដែលមានន័យថាអ្នកទាំងអស់គ្នាតើមានអ្វីខ្លះសូមធ្វើការសាកល្បងសន្ទនាគ្នាពាក្យថាយោរ៉ូប៉ុនប្រាដាអ្នកទាំងអស់គ្នាជីបនេះផ្ទះមកកាអ្វីអ៊ីសយោនេះមានយ៉ាគីនិយាយហេប៉ូសេយោសូមសាកល្បងនិយាយចឹងម្នាក់ស្រីនេះគេថានឹងចាំងកូកាយសយោមានទូទឹកកកឆេកសាំងអ៊ីសយោហើយនឹងមានតុកចឹងមានទូទឹកកកមានតុកចឹងយើងចូលដល់ទៅទំព័របន្តទៀតចូលដល់ទំព័រនេះគេនិយាយអំពីវេយ្យាករណ៍ញងសាបូកអេសយោដែលអេសយោយើងមានន័យថាមាននៅឯមាននៅឬក៏នៅចឹងខាងក្រោមគេនិយាយថាសារ៉ាមីណាសាមូរីអូឌីអេអ៊ីនិនជីម៉ារ៉ាតេសាយ៉ុងហេយ៉ូយើងប្រើញងសាបូកអេសយោនៅពេលនិយាយអំពីទីកន្លែងដែលមនុស្សឬវត្ថុមួយនៅចឹងយើងមើលនិយាយមុនឧទាហរណ៍ចឹងគេមានឧទាហរណ៍ខាងក្រោមហ្នឹងហើយនឹងឧទាហរណ៍ឡើងរូបភាពនេះចឹងយើងមើលឧទាហរណ៍កន្លែងរូបភាពនេះមុនចឹងម្នាក់ប្រុសហ្នឹងគាត់បានសួរថា Telepechoni Khosire Soyo តើនៅក្នុងបន្ទប់ទទួលភ្ញៀវហ្នឹងមានទូរទស្សន៍ទេហើយម្នាក់ស្រីនេះឆ្លើយថាណែ Khosire Isoyo ចាមានហើយមើលយាយមុនរបស់យើងការនេះគេសួរថាស៊ីកេកាផាំងអេសយោតើមាននាឡិកានៅក្នុងបន្ទប់ទេណាគេឆ្លើយណែផាំងអេសយោបាទមាននៅក្នុងបន្ទប់ហើយការសួរទៀតហ៊ូអេនស៊ីកាភូអុកកេអ៊ីសយោតើហ៊ូអេនហ្នឹងនៅក្នុងផ្ទះបាយឬមាននៅផ្ទះបាយឬហើយណាបានឆ្លើយអានេះយោផាំងអេសយោអត់ទេគាត់នៅក្នុងបន្ទប់
ចឹងពាក្យញងសាបូក a អ៊ីសយោឬ a អ៊ីតាយើងនៅមាននៅខាងក្រោមទៀតចឹងផាំងបូកជាមួយ a អ៊ីសយោមានន័យថាផាំង a អ៊ីសយោនៅក្នុងបន្ទប់ហើយខសៀលខសៀរេអ៊ីសយោមាននៅក្នុងបន្ទប់បន្ទប់ភ្ញៀវហើយហាក់ជូអេអ៊ីសយោនៅសាលារៀនហើយពាក្យគីសុកសាអ៊ីសយោនៅអគារស្នាក់នៅហើយពាក្យភូអុកនោះភូអុកកេអ៊ីសយោនៅផ្ទះបាយចឹងយើងទៅទំព័របន្តទៀតយើងចូលដល់ចំណុចបន្តទៀតគេនិយាយថាមកអត់ស៊ីអឌីអ៊ីសយោអ៊ីយ៉ាគីហេប៉ូសេអូថាមានអ្វីនៅកន្លែងណាសូមសាកល្បងសន្ទនាគ្នាគេចង់មានន័យថាតើមានអ្វីខ្លះនៅកន្លែងណាខ្លះសូមសាកល្បងសន្ទនាគ្នាចឹងភូគីឧទាហរណ៍ខស៊ីរេមកកាសយោតើនៅក្នុងបន្ទប់ទទួលភ្ញៀវនឹងមានអ្វីខ្លះចឹងខាងស្ដាំគេឆ្លើយខស៊ីរេសូផាកាយសយោនៅក្នុងបន្ទប់ទទួលភ្ញៀវនឹងមានសាឡុងនេះជាមួយរូបភាពមានសាឡុងចឹងគេឲ្យរូបភាពខាងក្រោមឲ្យយើងបង្កើតប្រយោគដោយសារខ្ញុំបង្កើតរួចហើយចំណុចទី1គេសួរថាផាំងឯមកកាយសយោនៅក្នុងបន្ទប់នឹងមានអ្វីខ្លះចម្លើយផាំងឯខប់ពីសយោនៅក្នុងបន្ទប់នឹងគឺមានកែវនេះហើយចំណុចលេខ2គេសួរថាផាំងឯមកកាយសយោតើនៅក្នុងបន្ទប់នោះមានអ្វីខ្លះចឹងចម្លើយផាំងឯអើយចាកាយសយោនៅក្នុងបន្ទប់នោះមានកៅអីចឹងយើងឃើញយើងមើលរូបមកមានអីខ្លះមានកៅបាំងមានក្រែមានរូបថតកុំព្យូទ័រយើងឆ្លើយតាមហ្នឹងមកហើយចំណុចទី3គេសួរថាបើចង់ស៊ីរេមកកាយសយោតើនៅក្នុងបន្ទប់ទឹកនឹងមានអ្វីខ្លះចឹងចម្លើយបើចង់ស៊ីរេខូលីអ៊ីសយោនៅក្នុងបន្ទប់នឹងគឺមានកញ្ចក់ចឹងចំណុចហ្នឹងមានតែប៉ុណ្ណឹងយើងទៅចំណុចបន្តទៀតចូលមកដល់ចំណុចសន្ទនាគ្នាហើយចំណុចនេះដែរប្រយោគនេះគេនិយាយថាចូលស៊ីអេសរ៉ាហ៊ឺម៉ាន់ស៊ីវ៉ាអ៊ីរីងស៊ីកាអ៊ីយ៉ាគីហេអូថាងកោកាធីអ៊ីយ៉ាគីហេប៉ូសេអូចឹងគេថាលោករ៉ាម៉ាន់និងអ៊ីរីងកំពុងនិយាយគ្នានៅក្នុងថ្នាក់រៀនសូមសាកបងសន្ទនាគ្នាដូចខាងក្រោមចឹងគេឲ្យយើងមើលសន្ទនាដូចខាងក្រោមរ៉ាហ៊ឺម៉ាន់លោកហារ៉ាហ៊ឺម៉ាន់ក៏និយាយថាផាំងឯឆែកសាំងអ៊ីសយោតើមានតុនៅក្នុងបន្ទប់ទេហើយអ៊ីរីងនឹងឆ្លើយណែឆែកសាំងអ៊ីសយោចាគឺមានតុហើយអ៊ីរីងក៏សួរបន្តទៀតផាំងឯតូមកកាយសយោតើមានអ្វីទៀតទេនៅក្នុងបន្ទប់អ៊ីរីងក៏បានឆ្លើយទៀតផាំងឯថេលេពីឆននីអ៊ីសយោមានទូរទស្សន៍នៅក្នុងបន្ទប់នេះទូរទស្សន៍នេះតុចឹងចំណុចនេះមានតែប៉ុណ្ណឹងយើងទៅចំណុចបន្តទៀត
ចំណុចបន្ទាប់នេះប្រយោគគេនិយាយថាថាវគឺរីកូឈីម៉ូណេថាពេពូសេអូសូមអានអត្ថបទខាងក្រោមហើយឆ្លើយនឹងសំណួរចឹងក៏ឲ្យអានអត្ថបទខាងក្រោមហើយឆ្លើយនឹងសំណួរចឹងនៅក្នុងក្តារខៀននេះគេបិទសេចក្តីប្រកាសនេះគេសរសេរថាផាំងអេសយ៉ូមានបន្ទប់លក្ខណៈគេបិទមានបន្ទប់ជួលអញ្ចឹងគេសរសេរថាផាំងហាណាមានបន្ទប់មួយខសៀលមានបន្ទប់បន្ទូភ្ញៀវហើយចង់សៀលមានបន្ទប់ទឹកផាំងអេឈីបតេកាអេសយ៉ូមានក្រែនៅក្នុងបន្ទប់ឆែកសាំងីអេសយ៉ូហើយមានតុនៅក្នុងបន្ទប់ដែរហាឈីម៉ាន់ប៉ុន្តែអត់ចាំងីអបសយ៉ូអត់មានទូដាក់ខោអាវទេឆនហ្វានេះឲ្យលេខទូរស័ព្ទ010 ចឹងចំណុចខាងក្រោមចំណុចទី1គេសួរថាផាំងអេមកកាយសយ៉ូតើនៅក្នុងបន្ទប់នោះមានអ្វីខ្លះចឹងយើងអានអត្ថបទរួចហើយមិញយើងឆ្លើយទៅផាំងអេឈីមតេកាយសយ៉ូឆែកសាំងីសយ៉ូចឹងនៅក្នុងបន្ទប់នោះមានក្រែមានតុហើយសំណួរទី2គេសួរថាផាំងអេខំព្យូទ័រកាយសយ៉ូតើនៅក្នុងបន្ទប់នោះមានកុំព្យូទ័រទេចឹងក្នុងអត្ថបទយើងមិញអត់មានទេកុំព្យូទ័រយើងឆ្លើយថាផាំងអេខំព្យូទ័រកាបសយ៉ូมันមានកុំព្យូទ័រទេនៅក្នុងបន្ទប់ចឹងចំណុចទី3អតនផាំងអេយោតើវាជាបន្ទប់ប្រភេទណាខូឬសេអូសូមជ្រើសរើសចឹងនៅក្នុងអត្ថបទហ្នឹងគេឲ្យរូបភាព4តែក្នុងចំណោមរូបភាព4ហ្នឹងមួយត្រូវនៅក្នុងអត្ថបទគេឲ្យយើងរើសចឹងរូបភាពទី1គឺមានតែតុទេមិនមែនទេរូបភាពទី2គឺមានតែទូខោអាវរីឯរូបភាពទី3មានក្រែមានតុឥឡូវយើងមើលរូបភាពទី4សិនមានទូខោអាវមានក្រែចឹងក្នុងអត្ថបទយើងគេនិយាយថាមានក្រែមានតុចឹងចម្លើយគឺលេខ3ចឹងចម្លើយលេខ3ជាចម្លើយដែលត្រឹមត្រូវយើងទៅទំព័របន្តទៀតយើងចូលដល់ចំណុចបន្ទាប់គឺនិយាយអំពីមុនហ្វាវ៉ាឆុងបូវប្បធម៌និងព័ត៌មានចឹងចំណុចខាងក្រោមគឺនិយាយថាហាន់គុកគីនេអ៊ីរឹមឈ្មោះរបស់ជនជាតិកូរ៉េចឹងគេនិយាយថាយោរ៉ូពូណេអ៊ីរឹមមើលមកយោអ្នកទាំងអស់គ្នាតើអ្នកឈ្មោះអ្វីហាន់គុកសារ៉ាមអ៊ីរឹមភូធុងសេគឺចាយយោគេថាជនជាតិកូរ៉េហ្នឹងជាធម្មតាឈ្មោះគេមាន3អក្សរផាក់មីនស៊ូរ៉ានឿនសារ៉ាមឿនផាក់ងីសងអ៊ីយោចឹងឈ្មោះផាក់មីនស៊ូហ្នឹងផាក់ហ្នឹងគឺជានាមត្រកូលសងងឿនខាជុកអ៊ីរឹមមីយោមានន័យថាត្រកូលនៃឈ្មោះគ្រួសារនឹងជាត្រកូលនៃឈ្មោះគ្រួសារដូចខ្មែរយើងដែរគឺរីកូមិនស៊ូនឿនអ៊ីរឹមមីយោចឹងមីនស៊ូនឹងគឺជាឈ្មោះបើផាក់មិញតកូលអញ្ចឹងមីនស៊ូនឹងគឺជាឈ្មោះឆម៉ាណាមញ៉នពេលជួបដំបូង
Park Min Sushi ទៅនឿន Min Sushi Rago Puloyo ពេលយើងជួបដំបូងហ្នឹងពាក្យថា Rago Puloyo ហៅអញ្ចឹងយើងហៅបានថា Minsu ឬក៏ Park Minsu ក៏បានដែរនេះពាក្យថាទៅហ្នឹងក៏បានដែរចំណុចទី1ខាងក្រោម 한국 사람 박민수의 성과 이름 뭐예요? តើឈ្មោះនាមតកូលរបស់ជនជាតិកូរ៉េ Park Min-soo ជាអ្វីចឹងគេចង់មានន័យថាតើមួយណាត្រូវនាមតកូលមួយណាឈ្មោះពាក្យថា Park Min-soo ហ្នឹងចឹងយើងរៀនខាងលើហើយ Park ហ្នឹងគឺជាត្រកូលរីឯ Min-soo ហ្នឹងគឺជាឈ្មោះចឹងចំណុចទី2 한국에서는 이름 어떻게 불러요? តើនៅក្នុងប្រទេសកូរ៉េនឹងគេហៅឈ្មោះយ៉ាងដូចម្ដេចហៅដូចខាងលើហ្នឹងគេហៅខាងក្រោយហ្នឹងឬក៏យើងជួបដំបូងយើងហៅទាំងតកក៏បានដែរអញ្ចឹងចំណុចទី3 여러분 고향에서는 이름 어떻게 불러요? តើនៅស្រុកកំណើតអ្នកទាំងអស់គ្នានឹងគេហៅឈ្មោះយ៉ាងដូចម្ដេចពេលថាខូយ៉ាងឯសនៅស្រុកកំណើតចឹងចំណុចនេះពាក្យខាងក្រោមហាន់គុកផ្ចង់នៅចោលនោះមានន័យថាហាងលក់ទំនិញហើយម្នាក់ស្រីខាងនេះឈ្មោះ Min Sushi រីឯម្នាក់ស្រីខាងនេះឈ្មោះ Park Min-soo ចឹងពីរនាក់សត្វស្រីទេចឹងយើងទៅចំណុចបន្តទៀតយើងចូលដល់ចំណុចបន្ទាប់ចំណុចនេះគេនិយាយថា발음ការបញ្ចេញសំឡេងអញ្ចឹងចំណុចទី1 ថើមធ្វើកោតារៃគឺសៀស្ដាប់និងអានពាក្យខាងក្រោមចំណុចទី1ចូលស៊ីអេហើយយើងអានថាជាប់គ្នាដល់ចូលស៊ីរេអ្នករៀនពាក្យទី2អបសយោអញ្ចឹងយើងអានថាអបសយោមិនមានហើយពាក្យទី3ភាគច្រើនយើងអានអ៊ីសយោតែមែនតើគេអានអ៊ីសយោចឹងភាគច្រើនយើងអានខុសឡើយហ្នឹងខ្ញុំក៏ភាគច្រើនខ្ញុំអានអ៊ីសយោដែរតែដល់ពេលយើងមើលផារឹមមកគេទៅគេអានអ៊ីសយោចឹងចំណុចនេះមានតំណងយើងទៅចំណុចចុងក្រោយហើយយើងដល់ចំណុចយើងរៀនពាក្យដែលយើងបានរៀនចំណុចបញ្ចប់ Peun Offi Hak In មានន័យថាពិនិត្យមើលវេចនស័ព្ទដែលយើងបានរៀនឬក៏មានន័យថាយើងពិនិត្យពាក្យដែលបានរៀនចុះពាក្យដែលយើងបានរៀនដូចជាវេសាប្រែថាក្រុមហ៊ុនគីសុក្សាអន្តរវេសកដ្ឋានឬក៏អគារស្នាក់នៅឆេកសាំងតុរៀនអឺចាកៅអីឈីមតេក្រេកុំព្យូទ័រយូតេឆនហ្វាទូរស័ព្ទស៊ីកេនាឡិកាហាប់ឈូសាលារៀនចូលស៊ីលអ្នករៀនឈីលផាន់ក្តារខៀនជីតូផែនទីឆែកស៊ីភៅភីលធុងប្រអប់ដាក់ខ្មៅដៃភូលផេនប៊ិចហោចាំងស៊ីលបន្ទប់ទឹកស៊ូកនកន្សែងកអ៊ុលកញ្ចក់ខស៊ីលបន្ទប់ទទួលភ្ញៀវអេអខនម៉ាស៊ីនត្រជាក់សូផាសាឡុងភូអុកផ្ទះបាយស៊ីកថាក់តុកនេងចាំងកូ
ទូទឹកកក Hachiman ប៉ុន្តែ Otchang ទូដាក់ខោអាវ Kuriko នឹងចឹងមេរៀនទី2របស់យើងចប់តែប៉ុណ្ណេះសូមអរគុណសម្រាប់ការទស្សនាក៏ដូចជាចុច Subscribe សូមអរគុណអញ្ញង